ព្រះអង្គជេកនិងព្រះអង្គចោមតើទ្រង់ទាំងពីរអង្គជានរណាហេតុដូចម្តេចបានជាបងប្អូនខ្មែរយើងគោរពបូជានិងបន់ស្រន់ច្រើនយ៉ាងនេះមិនសូវជារំលងសោះបើឆ្លងកាត់ទីតាំងនេះម្ដងល្បីថារូបចម្លាក់របស់ទ្រង់ទាំងពីរអង្គធ្វើឡើងអំពីមាសតែឯកសារខ្លះថាធ្វើពីសំរិទ្ធហើយសូម្បីតែស្ដេចត្រាញ់ដាបឈួនមានរហស្សនាមយ៉ាងសមសួនថាមជុលពេជ្រក៏គោរពបូជាថ្វាយជំនឿដល់ព្រះអង្គជេកព្រះអង្គចោមខ្លាំងណាស់ដែរបងប្អូនធ្លាប់ឮដែរទេថាពេលដែលមានអាសន្នស្ដេចត្រាញ់រូបនេះតែងតែលើកយករូបចម្លាក់ទ្រង់ទាំងពីរអង្គទៅជាមួយហើយពិតជាចម្លែកដល់ហើយដែលរូបចម្លាក់នេះទម្ងន់ប្រមាណជា150គីឡូជាងមនុស្សធម្មតាលើកឬសែង3ទៅ5នាក់តែល្បីណាស់ថាដាបឈួនលោកលើកប្រយតែម្នាក់ឯងលីទៅតែម្ដងតែងតែចំណាយពេលកន្លះទៅ1ម៉ោងគោរពបូជាថ្វាយសំណែនស្ទើរតែជារៀងរាល់ថ្ងៃព្រោះតែមានជំនឿយ៉ាងមុតមមក្រៃថាបារមីរបស់ទ្រង់ទាំងអស់អង្គតាមថែរក្សាគាត់ទីតាំងព្រះអង្គជេកព្រះអង្គចោមគឺជាបូជនីយដ្ឋានសាសនាមួយនៅក្នុងក្រុងសៀមរាបព្រះរាជាណាចក្រកម្ពុជារបស់យើងបូជនីយដ្ឋានសាសនានេះមានទីតាំងនៅក្នុងបរិវេណព្រះរាជដំណាក់ដែលមានបដិមាតាំងដាក់របស់ព្រះទាំងពីរអង្គនោះគឺព្រះអង្គជេកនិងព្រះអង្គចោមហើយត្រូវបានប្រជាពលរដ្ឋរបស់យើងគោរពបូជាតាំងពីឆ្នាំ1982មកម្លេះតាមឯកសារមួយចំនួនក៏មិនបានបញ្ជាក់ឲ្យច្បាស់លាស់ពីរូបសំណាកសម័យអង្គររបស់ទ្រង់ទាំងពីរអង្គនេះដែរព្រះអង្គជេកព្រះអង្គចោមគឺជារូបតំណាងដែលសាងពីសំរិទ្ធនិងត្រូវបានរកឃើញឡើងនៅក្នុងឆ្នាំ1950នៅឯម្ដុំព្រៃព័ទ្ធជុំវិញក្រុងអង្គរធំដោយក្រុមមន្ត្រីអភិរក្សអង្គរតែម្ដងគេជឿថារូបសំណាករបស់ព្រះអង្គជេកព្រះអង្គចោមដើមឡើយត្រូវបានតម្កល់ទុកនៅក្នុងប្រាសាទអង្គរវត្តនៅក្នុងរជ្ជកាលព្រះបាទចន្ទរាជាដែលបានឡើងគ្រងរាជ្យសម្បត្តិនៅក្នុងសតវត្សទី16ព្រះអង្គបានអនុញ្ញាតឲ្យគេកសាងរូបសំណាកទាំងពីរអង្គនេះនិងដាក់តម្កល់នៅក្នុងប្រាសាទអង្គរវត្តដើម្បីជាកិត្តិយសនិងការគោរពដល់ព្រះនាងទាំងពីរអង្គដែលនៅក្នុងសម័យនោះត្រូវបានគេចាត់ទុកជាព្រះពោធិសត្វដែលទទួលបានការគោរពបូជាយ៉ាងខ្ពង់ខ្ពស់ហើយរូបសំណាកទាំងពីរនេះក៏ត្រូវបានគេបង់បោះដោយសារតែប្រាសាទអង្គរវត្តយើងកាលពីជំនាន់ខ្លះមិនសូវជាមានអ្នកមើលថែរក្សាការពារព្រះអង្គជេកព្រះអង្គចោមគឺជាព្រះហើយក៏ត្រូវបានមតិខ្លះថារូបទាំងពីរនេះគឺជាបងប្អូនបង្កើតនឹងគ្នាដែលរូបធំគឺជាព្រះអង្គជេកនិងរូបតូចគឺជាព្រះអង្គចោមរូបទាំងពីរនេះត្រូវបានគេគិតថាធ្វើឡើងពីមាសនិងលង្ហិនហើយមានទម្ងន់សរុបប្រមាណជា150គីឡូក្រាមឯណោះហើយមូលហេតុដែលនាំឲ្យសាធារណជនចាប់អារម្មណ៍និងចងចាំជាពិសេសគឺគោរពបូជាទៅដល់ព្រះអង្គជេកនិងព្រះអង្គចោមនោះក៏ដោយសារតែសេចក្តីស្មោះត្រង់និងសុចរិតទន់ភ្លន់ប្រកបដោយក្តីមេត្តាករុណាយ៉ាងខ្ពង់ខ្ពស់តែងតែធ្វើបុណ្យដាក់ទានដល់បណ្ដាអស់ប្រជាជនរាស្ត្រដែលត្រូវការហើយព្រះនាងទាំងពីរជួយលើសពីនេះទៅទៀតដោយព្រះនាងបានអប់រំអ្នកទោសទាំងឡាយឲ្យដើរផ្លូវគន្លងល្អជាពិសេសតាមគន្លងទូមានរបស់ព្រះពុទ្ធនិងបានដោះលែងឲ្យពួកគេមានសេរីភាពថែមទៀតផងព្រះនាងទាំងពីរគឺជាអ្នកដែលគោរពប្រតិបត្តិនិងជ្រះថ្លាពេកក្រៃកន្លងចំពោះព្រះពុទ្ធសាសនាអនុវត្តយ៉ាងខ្ជាប់ខ្ជួនដែលប្រជាជនរាស្ត្រទូទាំងនគរបានដឹងអំពីចរិតលក្ខណៈដ៏ប្រពៃរបស់ព្រះនាងទាំងពីរម្ល៉េះហើយពីមួយចំនួនទៅមួយចំនួនរហូតដល់រជ្ជកាលព្រះបាទចន្ទរាជាទ្រង់បានឡើងគ្រងរាជ្យសម្បត្តិនៅសតវត្សទី16ព្រះអង្គបានអនុញ្ញាតឲ្យគេកសាងរូបសំណាកព្រះនាងជេកនិងព្រះនាងចោមសម្រាប់ប្រជាជនរាស្ត្រទូទៅគោរពបូជាស្របពេលដែលប្រជាជនរាស្ត្ររស់នៅប្រកបដោយសេចក្តីសុខចម្រុងចម្រើនទើបធ្វើឲ្យប្រជារាស្ត្រទាំងអស់ចាត់ទុករូបទាំងពីរនេះជាព្រះពុទ្ធរូបដ៏ស័ក្តិសិទ្ធិនិងមានកិត្តិនាមល្បីរន្ទឺទូទាំងប្រទេសមិនត្រឹមតែប៉ុណ្ណោះបងប្អូនមានការបន់ស្រន់ស្បត់ស្បាយឬក៏លាបំណន់អីផ្សេងគឺតែងតែជ្រើសរើសទីតាំងនេះដើម្បីធ្វើជាទីសក្ការៈបូជាគោលដោយសារភាពពូកែស័ក្តិសិទ្ធិដ៏អស្ចារ្យនិងកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺនៃរូបចម្លាក់ទាំងពីរនេះបងប្អូនទើបធ្វើឲ្យបុគ្គលមួយចំនួនដែលមានចិត្តទុច្ចរិតណាចាប់ផ្ដើមរៀបផែនការលួចយកទៅទុកលួចធ្វើជាកម្មសិទ្ធិមានបំណងនៅក្នុងការលួចលក់ជួញដូរហេតុនេះហើយបានជារូបសំណាករបស់ព្រះអង្គជេកព្រះអង្គចោមបាត់មួយរយៈអំឡុងពេលដែលតំបន់អង្គររបស់យើងត្រូវបានទុកចោលតែទោះបីជាយ៉ាងណាក៏រូបសំណាកទាំងពីរនេះត្រូវបានរកឃើញឡើងវិញនៅក្នុងឆ្នាំ1950នៅក្នុងព្រៃម្ដុំក្រុងអង្គរធំដោយដែលខ្ញុំបានរៀបរាប់កាលពីខាងដើមនោះក៏មានប្រវត្តិថាខ្មែរក្រហមធ្លាប់ដាក់គ្រាប់បែកបំផ្ទុះដល់ពួកសៀមវិញនោះចិញ្ចឹមចិត្តចង់លួចយកទៅរីឯពពួកមនុស្សខ្លៅយកទៅបោះចោលនៅក្នុងស្ទឹងសៀមរាបតែក៏មានពាក្យចចាមអារាមខ្លះថាយកទៅបោះក្នុងស្រះនៅក្នុងវត្តអារាមមួយហើយបើថាប្រវត្តិជាមួយនឹងមជុលពេជ្រដាបឈួនណាបងប្អូនការលោកនៅជាឧត្តមសេនីយ៍ហើយក៏ជាចៅហ្វាយខេត្តសៀមរាបហើយនិងខេត្តកំពង់ធំត្រូវបានព្រះបាទនរោត្តមសីហនុប្រទានតំណែងឲ្យគ្រប់គ្រងខេត្តទាំងពីរបន្ទាប់ពីបានទទួលឯករាជ្យពីបារាំងនៅឆ្នាំ1955នោះ
ហើយបន្ទាប់ពីបានដឹងថារូបព្រះអង្គជេកព្រះអង្គចោមត្រូវបានយកមកតម្កល់ទុកនៅអភិរក្សដ្ឋានអង្គរមកដាបឈួនរួមជាមួយនឹងទាហានរបស់គាត់ណាបងប្អូនឆ្មក់ចូលលួចតែម្ដងលួចរូបសំណាកទាំងពីរហ្នឹងយកមកតម្កល់ក្នុងទីចាត់ការរបស់គាត់ដែលគេហៅថាចិនក្រហមបច្ចុប្បន្នទីតាំងនោះក្លាយជាសន្តាគារអីបាត់ហើយលឺចាស់ក៏ដូចជាអ្នកដែលដឹងសាច់រឿងគេនិយាយតគ្នាបងប្អូនថាគាត់ប្រើកូនទាហាន3 4នាក់5នាក់លើករូបសំណាកទាំងអស់ហ្នឹងដល់ពេលគាត់វិញក៏លើកតែឯងទេ150គីឡូជាងលើកប្រយគេថាគាត់ចេះមុនវិជាការឬក៏គាត់មានបារមីរបស់ព្រះអង្គជ័យព្រះអង្គចោមមិនសន្ធិដ្ឋអីចឹងទៅហើយតែងតែដឹងមុនរាល់ពេលដែលមានអាសន្នឬក៏មានគ្រោះភ័យដល់ខ្លួនការពិតចឹងណាខ្ញុំមិនហ៊ានវែកញែកឬក៏បញ្ចេញបញ្ចូលបន្ថែមទេនិយាយតាមអ្វីដែលធ្លាប់បានដឹងបានឮពីមុនមកបងប្អូនណាដឹងចំណុចនេះច្បាស់អាចជួយបញ្ជាក់បន្ថែមផងនៅក្នុង comment លុះមកដល់សម័យខ្មែរក្រហមគ្រប់គ្រងពីឆ្នាំ1975ដល់ឆ្នាំ1979រូបសំណាកព្រះអង្គជ័យព្រះអង្គចោមក៏ត្រូវបានក្រុមទាហានខ្មែរក្រហមយកទៅទម្លាក់ចោលក្នុងស្ទឹងសៀមរាបស្រុតកប់បាត់ទៅក្នុងភក់នៃបាត់ស្ទឹងឯណោះរហូតដល់ខេត្តសៀមរាបត្រូវបានរំដោះចេញពីឆ្នាំ1979តែក៏មានមតិផ្ទុយមួយលើកឡើងខុសពីឯកសារគាត់ថាគាត់អ្នកដឹងរឿងនឹងផ្ទាល់គាត់បានឃើញរូបសំណាកនឹងត្រូវបានស្រង់ចេញពីស្រះមួយនៅក្នុងវត្តដំណាក់ដោយសារតែចំណន់នោះគឺត្រូវបានគេយកទៅបោះចោលនៅក្នុងស្រះនៃវត្តដំណាក់ឯនោះទេមិនមែនបោះចោលនៅក្នុងស្ទឹងសៀមរាបឡើយដែលត្រូវបានកូនសិស្សប្រុសស្រីចុះទៅដងទឹកនៅក្នុងស្រះហ្នឹងណារអិលជើងចុះទៅក្នុងភក់ទៅក៏មុតជាមួយនឹងរូបសំណាករបស់ព្រះអង្គតែក៏អត់ដឹងទៀតតលតាហៅគេចុះទៅកាយដើម្បីកុំឲ្យអ្នកផ្សេងទៀតចុះទៅមុតអញ្ចឹងណាបងប្អូនដល់ពេលកាយទៅចេះតែឃើញធំទៅដល់ពេលឃើញច្បាស់ទៅបងប្អូនហើយជារូបសំណាករបស់ព្រះអង្គទាំងពីរសោះត្រង់ចំណុចនេះបើសិនជាបងប្អូនណាដឹងសាច់រឿងច្បាស់ទទួលស្វាគមន៍រាល់ការចែករំលែកនិងមតិស្ថាបនានៅក្នុង comment ទាំងអស់គ្នាបន្ទាប់ពីរកឃើញរូបសំណាករបស់ព្រះអង្គទាំងពីរហើយក៏ត្រូវបានអាជ្ញាធរនឹងផ្នែកពាក់ព័ន្ធរៀបចំធ្វើជាបូជនីយដ្ឋានដាក់តម្កល់ទុកជាទីសក្ការៈបូជាដែលបងប្អូនយើងចេញចូលទស្សនានិងបួងសួងបែបបន់លាបំណន់អីផ្សេងនៅទីតាំងនេះអ៊ូអឈូឆរហូតមកដល់ពេលបច្ចុប្បន្ន